នេះគឺជាឈុតបូមទឹកຂະຫນាត់មួយសេះដំណើរការដោយ solar 3សន្លឹកបាទមាន 2 controller ហើយនិង motor នេះទៅយកចេញទំហំ49បាទបូមបានជម្រៅ65 ម៉ែត្រចំពោះការតម្លើងបងប្អូនធ្វើតម្លើង2ផ្នែកទី1គឺខ្សែរបស់ motor គឺបញ្ចូលតាម domino បែបនេះហើយនឹងផ្ទាំង solar បាទ solar គឺយើងដាក់ចូល decenter ផ្នែកខាងក្រោមនេះនឹងចេញមកតាមនេះដោយខ្ញុំបានភ្ជាប់ដោយអានេះយើងហៅថា MC4 វាមានញីមានឈ្មោះរបស់វាចឹងចំពោះការតផ្ទាំងបងប្អូនមើលតាមរូបភាពដែលខ្ញុំបានបង្ហាញហ្នឹងទៅគឺយើងតជាស៊េរី3ផ្ទាំងចូលគ្នាទាំងអស់បាទចំពោះ motor បាទ motor គឺយើងមើលតាមពណ៌ដែលពណ៌លឿងគឺជាខ្សែដីហើយពណ៌ខៀវក្រហមខ្មៅគឺជាខ្សែរបស់ motor ដែលចូលទៅទីនេះខ្ញុំបានតខ្សែហើយស្រេចបាទអញ្ចឹងឥឡូវគឺយើងភ្ជាប់ភ្លើងចាំយើងបើក decenter យើងមើលពីដំណើរការរបស់វានៅពេលដែលយើងភ្ជាប់ផ្ទាំង solar រួចគឺយើងធ្វើការបើក decenter នេះឡើងមកបាទបន្ទាប់មកទៀតយើងមកមើលផ្នែកអេក្រង់របស់ដុំ inverter គឺយើងនឹងឃើញមានលេខព័ត៌មាននៅទីនេះអញ្ចឹងពេលណាដែលបងប្អូនឃើញអក្សរ off បែបនេះឬក៏មានន័យថាបិទអញ្ចឹងយើងធ្វើការចុចប៊ូតុងទីនេះមួយខាងស្ដាំក្រោមគេហ្នឹងចុចមក motor នោះនឹងដំណើរការបាទចំពោះការបើកដំណើរការគឺយើងចុចប៊ូតុងនឹងមួយទៅហើយបើចង់បិទវិញយើងចុចទីនឹងដូចគ្នាដែរហើយចំពោះប្រព័ន្ធ motor នេះគឺវាដំណើរការអូតូទៅតាមពន្លឺព្រះអាទិត្យហើយនឹងពេលយប់ពេលថ្ងៃអីគឺវាដំណើរការខ្លួនវាបូករួមជាមួយនឹងប្រព័ន្ធសុវត្ថិភាពបាទតកតងជាមួយនឹងការប្រើបូមទឹកម្ដងអស់ទឹកអីគឺវាអូតូបិទខ្លួនវាដែរបាទនេះមានប៉ុណ្្នឹងឯង